Chẳngដើម្បី print បានអក្សររៀបបានទីមួយគឺយើងពេលដែលខ្ញុំបាញ់ទៅតាម Telegram ត្រូវយក file ទាំងពីរដែលខ្ញុំបាញ់ទៅហ្នឹង save ជា folder មួយដាក់ដូចខ្ញុំទៅដាក់បានសរសើរអញ្ចឹងទៅត្រង់ណាមួយដែលយើងជាកន្លែងទុកឯកសារនៅក្នុង D ហ្នឹងពេលដែលយើង save រួចអឺយើងចូលទៅកន្លែងដែលយើង folder ដែលយើងបាន save ហ្នឹងឥឡូវឧទាហរណ៍ថាខ្ញុំបាន save ដាក់ជា folder មួយថាបានសរសើរដែលយើងបាន save ពី Telegram មកដាក់ក្នុង D ដូចខ្ញុំអញ្ចឹងទៅអញ្ចឹងទៅពេល save ចូលក្នុងកុំព្យូទ័រថ្មីវាអត់ជាប់ដូចនៅខាងខ្ញុំទេអញ្ចឹងត្រូវបើកអាហ្នឹងមកហើយនេះយើងមាន2 Word នេះវាជាសន្លឹកបានសរសើរឯ Excel នេះវាជាតារាងសិស្សកែដែលយើងបានវាយបញ្ចូលហ្នឹងអញ្ចឹងខុសត្រូវអីនៅលើតារាងហ្នឹងចូលមកកែតម្រូវអីគឺមកកែតម្រូវទៅលើតារាងហ្នឹងឲ្យត្រឹមត្រូវទៅអញ្ចឹងវាទាញពីតារាងហ្នឹងទៅទេអញ្ចឹងខុសត្រូវលើតារាងហ្នឹងហើយអញ្ចឹងចង់កែតម្រូវឈ្មោះស្អីផ្សេងគឺចូលមកកែតម្រូវនៅតារាង Excel អញ្ចឹងកែតម្រូវរួចឬក៏វាយរួចយើងបិទវា save ទុកវិញទៅបន្ទាប់មកនៅលើកុំព្យូទ័រថ្មីរបស់យើងកាលណាចុចលើនេះទៅគឺវាឆ្លើយចេញមកអញ្ចេះហើយអញ្ចឹងកាលណាឆ្លើយចេញមកអញ្ចឹងកាលហ្នឹងយើងត្រូវចុច No ទៅកាលណាយើងចុច No ទៅបើសិនជានៅលើកុំព្យូទ័រថ្មីអក្សរអស់នេះអត់ឃើញទេអញ្ចឹងពេលដែលយើងអឺពេលដែលយើងចុច No មកវាចេញផ្ទាំងអញ្ចឹងយើងមើលមកជួរខាងលើនេះជួរខាងលើនេះយើងប្រើនៅ tab មួយកម្មវិធីមួយឈ្មោះ Mailing អញ្ចឹងចុច Mailing មករួចហើយយើងចូលទៅ select recipient អញ្ចឹងយើងចុចលើវាទៅយើងយក use an existing list អញ្ចឹងអាហ្នឹងគឺមានថាប្រើ list ដែលបានប្រើហើយនៅកណ្ដាលគេហ្នឹង list ដែលយើងមានស្រាប់អញ្ចឹងយើង list យើងបានវាយរួចហើយអញ្ចឹងមិញយើងដូចជាដាក់នៅក្នុង D list ដែលយើងវិញដាក់នៅក្នុង D ហើយនៅក្នុងប័ណ្ណសរសើរអញ្ចឹងយើងទៅដល់មកនេះប័ណ្ណសរសើរអញ្ចឹងចុចប័ណ្ណសរសើរបន្ទាប់មកយើងចុចទៅលើតារាង Excel នេះបន្ទាប់មកយើងចុច Open មកអញ្ចឹងវាយើងដោយសារយើងមានម៉ាស៊ីនអត់បាក់រើសទេយើងចុចទៅ OK មកអញ្ចឹងតារាងនេះវានឹងចេញចេះហើយអញ្ចឹងចេញគោលនាមអីដាក់អីចឹងទាំងមកដែលយើងចង់ឲ្យឃើញឈ្មោះគឺយើងទៅចុចទៅលើនេះអក្សរ Preview Result ចុចលើវាទៅវានឹងបង្ហាញឈ្មោះហើយយើងចង់ print ម្ដងមួយសន្លឹកក៏បាន print ទាំងអស់ក៏បានប៉ុន្តែជៀសវាងខុសកុំឲ្យ print ម្ដងទាំងអស់ដោយសារយើង print មើលសិនអញ្ចឹងនេះកន្លែងសញ្ញាព្រួយនេះយើងអាចចុចមើលតាមលេខរៀងអញ្ចឹងនេះលេខទី1នេះគឺឈ្មោះលើគេហើយលេខរៀងទី1លេខរៀង001ហ្នឹងអញ្ចឹងនេះតារាងវាទាញមកអញ្ចឹងទាញមករហូតហើយឈ្មោះខុសត្រូវអីគឺអត់កែលើហ្នឹងទេទៅកែនៅលើតារាង Excel អញ្ចឹងយើងអាច print ម្ដងមួយបានអញ្ចឹងយើង print តាមដំណើរហ្នឹងមកអញ្ចឹង print ធម្មតាដូចយើងមានអីខុសគ្នាទេអញ្ចឹងយើងចុច Control P ក៏បានហើយចូល print ធម្មតាក៏បានរើសម៉ាស៊ីនរើសអីមកហ្នឹងយើងចុច print ធម្មតាអញ្ចឹងទៅវាទៅហើយតែយើងគ្រាន់តែយើងចុច print រួចវាបកទៅកន្លែងដើមវិញហើយបន្ទាប់មកយើងបង្ហាញចុចលេខ2មកវាទៅបន្ទាប់គ្នារហូតដល់អស់អញ្ចឹងយើង print តាមដំណើរហ្នឹងមកហ្នឹងហើយរបៀប print ដូចជាមានតែប៉ុណ្្នឹងទេ